Hello អ្នកគ្នាថ្ងៃហ្នឹងមកដល់អ្នកគ្នាមកធ្វើការប្រឡាក់ត្រីញ៉ាំជាមួយនឹងបបរសម្ដងតែខ្ញុំប្រឡាក់មិនទៅបានវាអាចជៀនហើយអត់អាចបាយចឹងអ្នកគ្នាអាចមើលបានណានេះគឺខ្ញុំមកធ្វើការហាន់ត្រីបើយើងឲ្យវាជាចំណិតទូចមកស្រួលយើងប្រឡាក់ឲ្យចាប់ចូលជាតិឲ្យចាប់បានយកទៅញ៉ាំចឹងហើយខ្ញុំមានជាមួយនឹងសាច់មាន់ដែរយើងមកធ្វើការជាសាច់មាន់បើយើងប្រឡាក់ទុកទៅធ្វើការប្រឹកខៃនេះយើងមកធ្វើការដាក់អំបិលស្ករបៃចេងរ៉ូឌីអីចឹងមកបងបន្តមកទៀតខ្ញុំមានជាមួយនឹងប្រេងខ្យងអីចឹងមកហើយមិញហ្នឹងខ្ញុំតបានថែមបៃចេងទៅយើងដាក់បៃចេងហ្នឹងមកហើយនឹងថែមទឹកត្រីតិចមកណាតបមកទៀតយើងយកសាច់របស់យើងមកប្រឡាក់ច្បាច់វាឲ្យចូលជាតិមកច្បាច់វាឲ្យមើលទៅវាថាលក្ខណៈវាចូលជាតិអីចឹងហើយយើងទៅធ្វើការដាក់គ្រឿងក្រៅនេះខ្ញុំបុកអំបិលម្ទេសបងហើយយើងដាក់ជាមួយនឹងស្គមអំបិលបៃចេងខ្ញុំដាក់ម្ទេសចឹងដើម្បីកាត់ឆ្អាបត្រីដោយសារត្រីយើងវាឆ្អាបហើយយើងប្រឡាក់វាជៀនភ្លាមចឹងយើងដាក់ម្ទេសមកដើម្បីកាត់ឆ្អាបហើយមានជាមួយនឹងប្រេងខ្យងអីចឹងមកនេះបងមានទឹកត្រីអីចឹងមកហើយកូរគ្រឿងចូលគ្នាមកយើងដាក់ត្រីយើងចូលហើយបើសិនជាបងមានស្រោមដៃអីអាចពាក់ស្រោមដៃទៅដោយសារតែម្ទេសហើដែរបើសិនជាយើងយកដៃផ្ទាល់ទៅប្រឡាក់វាហើដៃចឹងហើយធ្វើឲ្យដៃយើងកាហាយអីចឹងយើងប្រឡាក់វាជាមួយនឹងពាក់ស្រោមដៃចឹងមកយ៉ាមើលទៅត្រីរបស់យើងគឺថាចូលជាតិហើយយើងទុកវាម្ដុំឲ្យវាចូលជាតិសិនមកហើយយើងទៅដាក់បបរហើយបបររបស់ខ្ញុំពុះហើយឥឡូវហ្នឹងគឺថាឆ្អិនហើយបងបន្តមកទៀតចាំយើងទៅធ្វើការដាក់ជៀនត្រីរបស់យើងមកនេះគឺដាក់ប្រេងឆាចឹងមកយ៉ាបងដាក់ប្រេងឆាចឹងមកដាក់ឲ្យវាក្តៅហើយចាំយកត្រីរបស់យើងហ្នឹងទៅដាក់ចូលដើម្បីជៀនវាកុំឲ្យជាប់ណានេះយើងធ្វើការដាក់ត្រីរបស់យើងចឹងមកជៀនវាជាចំណិតចឹងមកអូខេតបមកបងគឺថាត្រីរបស់យើងគឺបានឆ្អិនហើយគឺបែបនេះណាគឺជាប់តិចដែរដោយសារត្រីវាថ្មីហើយឥឡូវមកធ្វើការញ៉ាំមួយខ្ញុំគឺញ៉ាំជាមួយនឹងបបរសូក្តៅញ៉ាំឡើងបែកញើសខ្ចាយតែម្ដងហ្មងអរគុណណាសម្រាប់ការមើលវីដេអូដល់ចប់បងជួបគ្នាវីដេអូក្រោយបាយ